លោកពូទីននៅតែបន្តច្រានចោលបទឈប់បាញ់ប្រសិនបើអ៊ុយក្រែនមិនព្រមដកទ័ពចេញពីតំបន់ទាំង4ដែលកងទ័ពរុស្ស៊ីកំពុងតែកាន់កាប់នោះក្រុងមូស្គូបានទាមទារឲ្យអ៊ុយក្រែនដកទ័ពចេញពីដែនដីទាំង4នៅភាគខាងកើតនិងខាងត្បូងដែលភាគច្រើនកំពុងធ្លាក់ក្នុងដៃរបស់កងទ័ពរុស្ស៊ីដែនដីទាំង4នោះមានដូចជាឈ្មោះ Donetsk, Luhansk, Zaporozhye និង Kherson បើទោះជាកងទ័ពរុស្ស៊ីកំពុងតែកាន់កាប់ភាគច្រើនតែវាកំពុងធ្លាក់ក្នុងសង្គ្រាមការពារនិងវាយបកយកមកវិញដោយកងទ័ពអ៊ុយក្រែនលោកពូទីនបានលើកឡើងថាលោកត្រាំមានក្តីទុកចិត្តថានឹងមានបទឈប់បាញ់តែក្រុងមូស្គូមើលមិនឃើញថាវាកំពុងដើរដល់ចំណុចនេះទេព្រោះការទាមទាររបស់រុស្ស៊ីមិនត្រូវបានអ៊ុយក្រែនទទួលយកនោះទេនេះជាការលើកឡើងរបស់លោកពូទីនបន្ទាប់ពីបានសន្ទនាតាមទូរស័ព្ទជាមួយនឹងលោកដូណាល់ត្រាំអស់រយៈពេលជាង2ម៉ោងបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS លោកពូទីនចាត់ទុកកិច្ចសន្ទនាជាមួយនឹងលោកដូណាល់ត្រាំថាប្រកបដោយនៃស្ថាបនានិងអត្ថប្រយោជន៍ដែលលោកថារុស្ស៊ីត្រៀមជាស្រេចនឹងធ្វើការជាមួយនឹងអ៊ុយក្រែនលើអនុសារណៈមួយទាក់ទងទៅនឹងលទ្ធភាពចុះសន្ធិសញ្ញាសន្តិភាពលោកពូទីនបានបញ្ជាក់ថារុស្ស៊ីនិងអ៊ុយក្រែនត្រូវជំនះទៅលើបញ្ហាជាច្រើននិងត្រូវប្រឹងជាអតិបរមាទើបអាចសម្រេចសន្តិភាពបានតែលោកថាការសម្របសម្រួលគ្នាដែលអាចទទួលយកបានគឺត្រូវតែកោះរំលងឬគល់ដែលនាំឲ្យមានវិបត្តិសង្គ្រាមផ្ទុះឡើងតែយ៉ាងណាមេដឹកនាំវិមានក្រមឡើងរូបនេះមិនបានបង្ហាញថាតើអ្វីទៅជាឫសគល់នៃវិបត្តិនាំឲ្យរុស្ស៊ីលើកទ័ពបង្កសង្គ្រាមទៅលើទឹកដីអ៊ុយក្រែនដែលធ្វើឲ្យកងទ័ពនៃប្រទេសទាំងពីរកំពុងតែប្រយុទ្ធគ្នាជាង3ឆ្នាំមកនេះអ្នកសង្កេតការណ៍គិតថាការពិតឫសគល់បង្កសង្គ្រាមថាតើវាមកពីក្រុងមូស្គូត្រូវការលេបទឹកដីអ៊ុយក្រែននៅតំបន់ទាំង4នោះឬមានអ្វីក្រៅពីនេះទៀតឬមួយមកពីអ៊ុយក្រែនចង់ក្លាយជាសមាជិកនៃអង្គការយោធា NATO ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្រុងលំហែកាយមួយឈ្មោះ Sochi ក្រោយពីបញ្ចប់កិច្ចសន្ទនាជាមួយនឹងលោកត្រាំលោកពូទីនបានលើកឡើងថាមានរឿងច្រើនទៀតដែលត្រូវលើកឡើងនិងដាក់បញ្ចូលបើអ៊ុយក្រែននិងរុស្ស៊ីឈានដល់កិច្ចព្រមព្រៀងអនុសារណៈជាមួយគ្នាឆ្ពោះទៅរកសន្តិភាពមួយរឹងមាំអ៊ុយក្រែននិងប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អឺរ៉ុបរួមទាំងសហរដ្ឋអាមេរិកបានជំរុញឲ្យលោកពូទីនទទួលយកបទឈប់បាញ់ជាបន្ទាន់មួយដែលមានរយៈពេល30ថ្ងៃតែមកទល់នៅពេលនេះលោកពូទីននៅតែបន្តច្រានចោលជាមួយនឹងការទាមទារឲ្យអ៊ុយក្រែនឆាប់ចុះចាញ់នឹងរុស្ស៊ីស្របពេលគ្នានេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និយាយថាទីក្រុងគៀវនិងបណ្ដាដៃគូរបស់ខ្លួនកំពុងតែពិចារណារៀបចំឲ្យមានកិច្ចប្រជុំកម្រិតខ្ពស់រវាងអ៊ុយក្រែននិងរុស្ស៊ីសហរដ្ឋអាមេរិកសហភាពអឺរ៉ុបនិងចក្រភពអង់គ្លេសដើម្បីជាផ្នែកនៃកិច្ចប្រឹងប្រែងជំរុញឲ្យសង្គ្រាមនៅអ៊ុយក្រែនអាចរកទីបញ្ចប់ថ្លែងនៅក្នុងទីក្រុងគៀវក្រោយពីបាននិយាយតាមទូរស័ព្ទ2លើកជាមួយនឹងលោកត្រាំមេដឹកនាំអ៊ុយក្រែនរូបនេះនិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថាកិច្ចប្រជុំ5ភាគីនេះនឹងកើតមានឡើងនៅក្នុងពេលឆាប់ៗនេះហើយវាអាចត្រូវរៀបចំនៅក្នុងប្រទេសទូគីឬនៅក្នុងបូរីវ៉ាទីកង់ឬមួយនៅឯប្រទេសស្វីសបើតាមលោក Zelensky លោកបាននិយាយទូរស័ព្ទជាមួយនឹងលោក Trump មុនពេលលោក Trump និយាយទូរស័ព្ទជាមួយលោក Putin តែបន្ទាប់មកលោក Zelensky បាននិយាយគ្នាម្ដងទៀតជាមួយនឹងលោក Trump នៅក្នុងកិច្ចសន្ទនាមួយដែលមានការចូលរួមពីមេដឹកនាំប្រទេសបារាំង ហ្វាំងឡង់ អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេសនិងមេដឹកនាំសហភាពអឺរ៉ុបបើតាមលោក Zelensky លោក Trump ព្រមឲ្យមានជំនួប5ភាគីតាមសំណើរបស់ក្រុមមេដឹកនាំអឺរ៉ុបដែលលោកថាអ៊ុយក្រែនបានយល់ព្រមហើយតែយ៉ាងណាក៏ដោយលោក Zelensky នៅតែប្រាប់ក្រុមអ្នកសារព័ត៌មាននៅរដ្ឋធានីគៀវថាអ៊ុយក្រែនមិនបោះបង់ចោលដាច់ខាតទឹកដីរបស់ខ្លួនទោះបីជាអ៊ុយក្រែនរងសម្ពាធខ្លាំងពីក្រុងមូស្គូក៏ដោយលោក Zelensky ថ្លែងថាទឹកដីអ៊ុយក្រែនគឺជាដែនដីរបស់ប្រជាជនអ៊ុយក្រែនហើយចំពោះរូបលោកទោះមានឋានៈជាប្រធានាធិបតីក៏ដោយក៏គ្មានបុព្វសិទ្ធិចុះហត្ថលេខាកាត់ទឹកដីឲ្យអ្នកឈ្លានពានបាននោះទេព្រោះរដ្ឋធម្មនុញ្ញអ៊ុយក្រែនពុំបានចែងពីការផ្ដល់សិទ្ធិទៅឲ្យប្រធានាធិបតីធ្វើដូច្នោះឡើយដើម្បីបរិច្ចាគថវិកាសូមលោកអ្នកនាងចូលទៅកាន់ទំព័រ Facebook ឬបណ្ដាញសង្គមផ្លូវការរបស់សារព័ត៌មាន The Cambodia Daily រួចស្វែងរកលើតំណភ្ជាប់ឬ link រៃអង្គាសរបស់សារព័ត៌មាន The Cambodia Daily លើ GoFundMe បន្ទាប់មកសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ហើយជ្រើសរើសចំនួនទឹកប្រាក់ដែលលោកអ្នកចង់បរិច្ចាគឬវាយបញ្ចូលដោយផ្ទាល់នៅចំនួនទឹកប្រាក់ទាំងអស់នោះបន្ទាប់ពីវាយបញ្ចូលទឹកប្រាក់រួចទាញចុះមកខាងក្រោមនៅត្រង់ចំណុច Payment Method សូមលោកអ្នកនាងចុចយកពាក្យ Credit ឬ Debit រួចបំពេញ email ឈ្មោះលេខកាតលេខសម្ងាត់3ខ្ទង់ព្រមទាំងឈ្មោះរបស់លោកអ្នកដែលមាននៅលើកាតបន្ទាប់មកទៀតត្រូវជ្រើសរើសយកប្រទេសដែលលោកអ្នកកំពុងរស់នៅប្រសិនបើលោកអ្នករស់នៅក្នុងប្រទេសកម្ពុជានៅត្រង់ចំណុច Postal Code សូមបំពេញលេខ12000បន្ទាប់ពីបញ្ចូលចំនួនទឹកប្រាក់និងព័ត៌មានរួច
សូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ជាការស្រេចសូមអរគុណ